ពុកម៉ែបងប្អូនជនជាតិនេះគឺជាប្រាសាទមួយឈ្មោះថាប្រាសាទគោលហើយប្រាសាទនេះត្រូវបានទុកចោលនៅក្នុងកណ្ដាលព្រៃឡង់ហើយនៅមានប្រាសាទច្រើនទៀតដូចជាប្រាសាទទាលជាដើមហើយបន្តខ្ញុំសួរអ្នកភូមិប្រាសាទនេះត្រូវបានទុកចោលហើយឆ្នាំ2001មានគេមកជួយយកមាសនៅទីនេះហើយយើងមិនដឹងថាទីនេះមានវត្ថុមានតម្លៃអ្វីខ្លះនោះទេប៉ុន្តែប្រាសាទនេះពុំមានការអភិរក្សពីក្រសួងវប្បធម៌នោះទេឬក៏ពីរដ្ឋាភិបាលនោះទេហើយឃើញថាតំបន់ព្រៃឡង់មិនធម្មតាសម្បូរព្រៃឈើទេប៉ុន្តែយើងអាចទុកវាជាតំបន់អេកូទេសចរណ៍ធម្មជាតិបានទៀតព្រោះជាមើលទិដ្ឋភាពទីនេះគឺមានធម្មជាតិស្រស់ស្អាតមែនទែនដែលយើងអាចកែច្នៃវាជាតំបន់ទេសចរណ៍ធម្មជាតិបានខ្ញុំឲ្យមានអីខ្លះបាទនៅពេលដែលខ្ញុំមកដល់ទីនេះខ្ញុំមានអារម្មណ៍ថាខ្ញុំសោកស្ដាយមែនទែនដោយសារតែអ្នកដឹកនាំមួយចំនួនក៏ដូចជាអាជ្ញាធរនៅក្នុងតំបន់ហ្នឹងគាត់ធ្វើប្រហែលឲ្យគេជីកយករបស់របរនៅក្នុងគ្រឹះប្រាសាទអញ្ចឹងវាជាការមិនត្រឹមត្រូវហើយណាមួយទៅវាវប្បធម៌ខ្មែរវាមិនអាចបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយបានបើព្រៃឈើទៅវាបាត់បង់ទៅហើយក៏ប៉ុន្តែចំពោះប្រាសាទឬមួយក៏វត្ថុបុរាណវត្ថុមានតម្លៃត្រូវបានឲ្យគេជីកកាប់គោះស្រែកតាមអំពើចិត្តហើយมันមានការយកចិត្តទុកដាក់ទៀតអានឹងជាការធ្វើប្រហែសមួយសម្រាប់កូនខ្មែរជំនាន់ក្រោយដែលគាត់មិនអាចទទួលយកបានដូចជាខ្ញុំជាដើមបាទបងប្អូនជនជាតិឃើញថាព្រៃឡង់មិនមែនតែជាព្រៃដែលធំហើយស្អាតក្នុងលំដាប់លេខ10ក្នុងពិភពលោកទេប៉ុន្តែដូនតាយើងបានធ្វើប្រាសាទនៅទីនេះដែលលាក់ទុកចោលយូរហើយគ្មានអ្នកណាមកដល់ពេលនេះពួកយើងបានមកដល់ទីនេះហើយយើងសោកស្ដាយមែនទែនដែលប្រាសាទទាំងអស់នេះត្រូវបានបំផ្លាញនិងជីកគាស់យកមាសយ៉ាងអនាធិបតេយ្យកន្លងមកដែលដូនតាយើងបានបន្សល់ទុកហើយពីមុនដំណងប្រាសាទនេះគឺមានលក្ខណៈល្អប្រាសាទប៉ុន្តែនេះគឺជាស្នាមនៃការជីកគាស់មិនមែនត្រូវគាត់ផ្លោងឬសម័យសង្គ្រាមទេប៉ុន្តែត្រូវបានជីកគាស់ដោយមិនដឹងថាដោយអ្នកណាទេជីកយកមាសនេះដោយសារការគ្រប់គ្រងគ្មានប្រសិទ្ធភាពការគ្រប់គ្រងដែលបណ្ដោយឲ្យមានការបំផ្លាញឃើញថាបំផ្លាញសពគ្រប់បែបយ៉ាងទាំងអស់គេសូមឲ្យកូនខ្មែរទាំងអស់សូមចូលរួមទាំងអស់គ្នាដើម្បីការពារវប្បធម៌និងព្រៃឡង់របស់ពួកយើងពីខ្ញុំសូនីសមាគមសម្ព័ន្ធនិស្សិតបច្ចុប្បន្នខ្មែរនិងមិញហែងជាសកម្មជនការពារព្រៃឈើ